យើងមកបន្តការអានសៀវភៅមាគ៌ាជីវិតបន្តទៀតនៅទំព័រចាប់ផ្ដើមពីទំព័រទី7បាទមនុស្សដែលចេះចាប់យកឱកាសហ្វឹកហាត់នេះហើយគឺជាមនុស្សដែលអាចរស់នៅជាមួយជីវិតដ៏ខ្លីនៅលើโลกនេះប្រកបដោយការព្រមទទួលយកជីវិតរបស់ខ្លួនឯងយ៉ាងពិតប្រាកដបច្ចុប្បន្នជាតិមានន័យថាជាតិបច្ចុប្បន្ននេះជាតិជីវិតយើងពេលបច្ចុប្បន្ននេះគឺជារយៈពេលមួយដែលគេផ្ដល់ឲ្យយើងដើម្បីឲ្យយើងកែលម្អចិត្តឲ្យកាន់តែជ្រះថ្លានិងជាកន្លែងដើម្បីឲ្យយើងដុសខាត់ព្រលឹងវិញ្ញាណរបស់យើងអត្ថន័យនៃការរស់រានមានជីវិតឬតម្លៃរបស់មនុស្សជាតិយើងគឺស្ថិតនៅលើការកែលម្អចិត្តរបស់យើងឲ្យកាន់តែជ្រះថ្លានិងដុសខាត់ព្រលឹងវិញ្ញាណរបស់យើងឲ្យរឹតតែប្រសើរឡើងនេះហើយជាជំហានដំបូងយើងអាចនិយាយបានយ៉ាងដូចនេះបាទបន្តគឺនិយាយអំពីគោលការណ៍ដ៏សាមញ្ញជាគោលការណ៍ចង្អុលផ្លូវដែលមិនចេះរង្គោះរង្គើព្រលឹងវិញ្ញាណរបស់យើងអាចត្រូវបានដុសខាត់ឲ្យកាន់តែល្អប្រសើរឡើងឬត្រូវបានបិទបាំងក្នុងភាពងងឹតអាស្រ័យទៅលើរបៀបរស់នៅរបស់យើងរបៀបរស់នៅឬក៏យើងនិយាយតាមចំណងជើងសៀវភៅគឺមាគ៌ាជីវិតតើយើងគួររស់នៅដោយរបៀបណាទើបចិត្តរបស់យើងអាចត្រូវបានកែលម្អឲ្យកាន់តែជ្រះថ្លាឬកាន់តែកខ្វក់នៅក្នុងโลกយើងនេះមានមនុស្សមិនតិចទេដែលមានសមត្ថភាពខ្ពស់តែជ្រើសរើសផ្លូវខុសដោយសារចិត្តមិនព្រមដើរស្របតាមនៅក្នុងពិភពលោកនៅក្នុងពិភពជំនួញដែលខ្ញុំកំពុងស្ថិតនៅខ្ញុំនឹងគឺសំដៅទៅលើលោក Inamori Kazuo បាទគាត់ស្ថិតនៅក្នុងពិភពជំនួញក្នុងក្រុមហ៊ុនយក្សដ៏ធំមួយនៅក្នុងប្រទេសជប៉ុនបាទហើយក៏ដូចជាមានបណ្ដាញជាមួយពិភពលោកផងដែរបាទអញ្ចឹងឃ្លានេះគឺគាត់ចង់និយាយថានៅក្នុងពិភពជំនួញដែលខ្ញុំកំពុងស្ថិតនៅក៏ដូចគ្នាដែរមានមនុស្សខ្លះមានគំនិតស្វែងរកតែផលប្រយោជន៍ខ្លួនឯងឲ្យតែខ្លួនឯងចំណេញហ៊ានធ្វើរឿងទុច្ចរិតគ្រប់បែបយ៉ាងមានមនុស្សមួយចំនួនមានភាពប៉ិនប្រសប់ក្នុងអាជីវកម្មប៉ុន្តែទង្វើរបស់ពួកគេជាទង្វើដែលសង្គមមិនអាចទទួលយកបានប្រហែលជាដោយសារតែពួកគេមានភាពប៉ិនប្រសប់ខ្លាំងពេកទើបធ្វើឲ្យពួកគេកើតនៅអំនួតលើខ្លួនឯងជ្រុលហើយក៏នាំឲ្យពួកគេដើរលើផ្លូវខុសដែរក្នុងការប្រើប្រាស់ទេពកោសល្យពួកគេអាចនឹងជោគជ័យនៅពេលចាប់ផ្ដើមប៉ុន្តែនៅពេលដែលពួកគេចាប់ផ្ដើមពឹងផ្អែកលើភាពឆ្លាតវៃរបស់ពួកគេខ្លាំងពេកពួកគេនឹងចាប់ផ្ដើមដើរឆ្ពោះទៅរកភាពបរាជ័យសមត្ថភាពរបស់អ្នកកាន់តែអស្ចារ្យអ្នកកាន់តែត្រូវការត្រីវិស័យដើម្បីដឹកនាំអ្នកក្នុងទិសដៅមួយដ៏ត្រឹមត្រូវត្រីវិស័យដែលជាគោលដៅចង្អុលផ្លូវអ្នកនោះហើយគឺជាឧត្តមគតិឬការគិតរបស់អ្នកឬដែលយើងហៅថាទស្សនវិជ្ជាដូចបានអានខាងដើមកាលពីទំព័រមុនគឺគេនិយាយអំពីឧត្តមគតិការគិតឬក៏ទស្សនវិជ្ជាហ្នឹងដែលយើងហៅជាភាសាអង់គ្លេសថា vision ថាតើយើងមានចក្ខុវិស័យឬក៏ទស្សនវិស័យបែបណាចក្ខុវិស័យហើយនិងទស្សនវិស័យរបស់យើងនឹងត្រូវកំណត់ឲ្យមានទិសដៅជាក់លាក់ត្រឹមត្រូវទើបវាคล้ายទៅជាត្រីវិស័យមួយនាំដំណើរជីវិតរបស់យើងដើរឆ្ពោះទៅកាន់ភាពជោគជ័យប្រសិនបើអ្នកខ្វះទស្សនវិជ្ជាឬទស្សនវិស័យហើយអត្តចរិតរបស់អ្នកខ្វះភាពចាស់ទុំទោះបីជាអ្នកមានទេពកោសល្យខ្ពស់ប៉ុណ្ណាក៏ដោយពោលគឺអ្នកមានតែទេពកោសល្យតែខ្វះគុណធម៌
នោះអ្នកនឹងមិនអាចដឹកនាំខ្លួនឯងឲ្យដើរទៅក្នុងទិសដៅដ៏ត្រឹមត្រូវបានឡើយមិនថាអ្នកមានជំនាញច្រើនយ៉ាងណានោះទេនេះជាចំណុចរួមសម្រាប់មនុស្សគ្រប់រូបមិនថាតែថ្នាក់ដឹកនាំអាជីវកម្មប៉ុណ្ណោះទេខ្ញុំគិតថាចរិតលក្ខណៈអាចបង្ហាញតាមរូបមន្តមួយគឺបុគ្គលិកលក្ខណៈបូកនិងទស្សនវិជ្ជាបាទបុគ្គលិកលក្ខណៈអត្តចរិតឥរិយាបថរបស់យើងបូកផ្សំជាមួយនឹងទស្សនវិស័យទើបធ្វើឲ្យរូបមន្តនេះសម្រេចបានជោគជ័យចរិតលក្ខណៈកើតចេញពីបុគ្គលិកលក្ខណៈរបស់យើងដែលមានតាំងពីកំណើតរួមផ្សំជាមួយទស្សនវិជ្ជាដែលជាអ្វីដែលយើងទទួលបាននៅពេលដែលយើងបានឆ្លងកាត់មេរៀនជីវិតក្រោយពេលយើងចាប់កំណើតនេះមានន័យថាតាមរយៈការបូកផ្សំគ្នារវាងបុគ្គលិកលក្ខណៈដែលយើងមានពីកំណើតមកជាមួយនឹងទស្សនវិជ្ជាដែលយើងទទួលបានក្រោយការចាប់កំណើតរបស់យើងចរិតលក្ខណៈឬលក្ខណៈសម្បត្តិនៃចិត្តនិងព្រលឹងវិញ្ញាណរបស់យើងម្នាក់ៗត្រូវបានកំណត់ឡើងដូច្នេះអាស្រ័យលើទស្សនវិជ្ជាដែលយើងយកជាមូលដ្ឋានសម្រាប់ការរស់នៅចរិតលក្ខណៈរបស់យើងក៏ត្រូវបានកំណត់ទៅតាមនោះផងដែរបាទអញ្ចឹងបើសិនបើយើងកំណត់ទស្សនវិស័យចក្ខុវិស័យដែលជាទស្សនវិជ្ជារបស់យើងយ៉ាងដូចម្ដេចចរិតលក្ខណៈរបស់យើងនឹងដើរទៅតាមនោះចំណុចហ្នឹងយើងត្រូវច្បាស់ទៅលើទស្សនវិជ្ជានៃជីវិតរបស់យើងប្រសិនបើទស្សនវិជ្ជាមិនចាក់ឫសជ្រៅទេនោះដើមឈើនៃចរិតលក្ខណៈរបស់យើងក៏មិនអាចដុះត្រង់និងរឹងមាំបានដែរបាទអញ្ចឹងគេប្រៀបធៀបកន្លែងហ្នឹងទស្សនវិជ្ជាទៅនឹងឫសឈើហើយចរិតលក្ខណៈហាក់ដូចជាដើមឈើអញ្ចឹងបើសិនបើឫសយើងមិនចាក់ជ្រៅទេដើមឈើហ្នឹងក៏មិនអាចដុះរឹងមាំបានដែរបាទតើយើងត្រូវការទស្សនវិជ្ជាបែបណាចម្លើយគឺតើវាជារឿងត្រឹមត្រូវដែរឬទេក្នុងនាមជាមនុស្សជាតិនោះគឺជាការបង្រៀនលក្ខណៈសាមញ្ញបែបមនុស្សជំនាន់ដើមដែលនិយាយតៗគ្នាពីជំនាន់មួយទៅជំនាន់មួយជាក្រមសីលធម៌និងក្បួនខ្នាតសុជីវធម៌នានាដែលបានចងក្រងតាំងពីបុរាណកាលមកបាទត្រឹមត្រូវហើយគឺក្នុងនាមជាមនុស្សជាតិទស្សនវិជ្ជាឬក៏ទស្សនវិស័យសម្រាប់ដំណើរជីវិតសម្រាប់មាគ៌ាជីវិតរបស់យើងហ្នឹងគឺមនុស្សយើងតែងតែប្រាប់តគ្នាពីជំនាន់មួយទៅជំនាន់មួយតាំងពីបុរាណមកបាទអញ្ចឹងតាំងពីសម័យមុនសម័យព្រះពុទ្ធទៀតបាទគឺមានការប្រាប់តគ្នាអំពីមនុស្សជាតិយើងនេះបាទអញ្ចឹងយើងត្រូវគិតមើលទៅលើក្រមសីលធម៌ដែលបានចងក្រងតាំងពីបុរាណកាលមកផ្សារភ្ជាប់ជាមួយទស្សនវិជ្ជាឬក៏ទស្សនវិស័យនៃមាគ៌ាជីវិតរបស់យើងជាក់ស្ដែងក្រុមហ៊ុន Kyocera ជាក្រុមហ៊ុនដែលបង្កើតឡើងដោយមានជំនួយពីអ្នកជុំវិញនៅពេលដែលខ្ញុំមានអាយុ27ឆ្នាំណាគាត់មានអាយុ27ឆ្នាំលោក Inamori បានបង្កើតក្រុមហ៊ុន Kyocera មួយដែលមានអ្នកជួយជុំវិញបាទប៉ុន្តែពេលនោះដោយសារខ្ញុំជាអ្នកចាប់ផ្ដើមអាជីវកម្មថ្មីថ្មោងនិងមានបទពិសោធន៍តិចតួចមែនទែននៅក្នុងការគ្រប់គ្រងខ្ញុំមានភាពស្រពិចស្រពិលខ្លាំងណាស់អំពីវិធីធ្វើអាជីវកម្មឲ្យបានជោគជ័យក្នុងស្ថានភាពពោពេញដោយក្តីព្រួយបារម្ភខ្ញុំក៏បានធ្វើការសម្រេចចិត្តថាខ្ញុំនឹងធ្វើនៅអ្វីដែលខ្ញុំគិតថាជារឿងត្រឹមត្រូវក្នុងនាមជាមនុស្សដោយផ្អែកលើឧត្តមគតិរបស់ខ្ញុំនេះហើយគឺជាការកសាងទំនុកចិត្តជឿជាក់លើខ្លួនឯងដើរទៅលើផ្លូវត្រូវក្នុងឧត្តមគតិរបស់ខ្លួនបាទរឿងដែលត្រឹមត្រូវដូចជាមិននិយាយកុហកមិនធ្វើឲ្យនរណាម្នាក់ពិបាករងទុក្ខដោយសារយើងត្រូវតែស្មោះត្រង់កុំលោភលន់កុំគិតតែពីផលប្រយោជន៍ខ្លួនឯងជាដើមបាទនេះហើយគឺជាចំណុចសំខាន់
នៃឧត្តមគតិក្នុងនាមជាអ្នកដឹកនាំទាំងអស់នេះសុទ្ធតែជាដំបូន្មានដែលយើងបានរៀនពីឪពុកម្ដាយនិងគ្រូរបស់យើងប៉ុន្តែអាចមានការភ្លេចភ្លាំងនៅពេលដែលយើងកាន់តែធំឡើងខ្ញុំបានប្រកាន់យកនៅឥរិយាបថដ៏សាមញ្ញទាំងនេះមកប្រើជាគោលការណ៍ចង្អុលផ្លូវនិងយកវាមកធ្វើជាលក្ខណៈវិនិច្ឆ័យក្នុងការសម្រេចចិត្តរបស់ខ្ញុំដែលខ្ញុំត្រូវតែគោរពតាមអញ្ចឹងរាល់ការសម្រេចចិត្តធ្វើអីមួយថាតើយើងធ្វើតាមឧត្តមគតិរបស់យើងដែរឬទេមិនកុហកមិនធ្វើឲ្យនរណាម្នាក់ពិបាករងទុក្ខដោយសារយើងត្រូវតែស្មោះត្រង់កុំលោភលន់កុំគិតតែពីផលប្រយោជន៍ខ្លួនឯងជាដើមហ្នឹងអញ្ចឹងពេលយើងសម្រេចចិត្តធ្វើអ្វីមួយនៅក្នុងការដឹកនាំនៅក្នុងអាជីវកម្មនៅក្នុងស្ថាប័នរបស់យើងថាតើយើងមានផ្ទៀងផ្ទាត់ជាមួយនឹងឧត្តមគតិរបស់យើងដែរឬអត់បន្តទៀតទោះបីជាខ្ញុំមានការយល់ដឹងបន្តិចបន្តួចអំពីអាជីវកម្មក៏ដោយក៏ខ្ញុំជឿជាក់យ៉ាងមុតមមថាភាពជោគជ័យដាច់ខាតមិនអាចកើតមានឡើងបានទេប្រសិនបើយើងប្រព្រឹត្តខុសក្រមសីលធម៌ឬខុសក្បួនច្បាប់សុជីវធម៌ទាំងឡាយដែលត្រូវបានគេទទួលយកមកអនុវត្តជាទូទៅនោះបាទអញ្ចឹងយើងត្រូវគោរពទៅតាមឧត្តមគតិហ្នឹងដើម្បីឲ្យមានក្រមសីលធម៌បើសិនបើយើងអត់ធ្វើអញ្ចឹងទេយើងអត់មានក្រមសីលធម៌ទេយើងមិនគោរពតាមក្បួនច្បាប់សុជីវធម៌ទេយើងមិនអាចសម្រេចនៅអាជីវកម្មដ៏ធំបានទេវាជាលក្ខណៈវិនិច្ឆ័យដ៏សាមញ្ញបំផុតប៉ុន្តែវាជាហេតុផលដែលអាចទទួលយកបានហើយដោយផ្អែកលើលក្ខណៈវិនិច្ឆ័យទាំងអស់នេះហើយយើងអាចធ្វើឲ្យក្រុមហ៊ុនរបស់យើងបន្តដំណើរនៅលើផ្លូវដែលត្រឹមត្រូវដោយគ្មានវង្វេងនិងនាំអាជីវកម្មរបស់យើងឆ្ពោះទៅរកភាពជោគជ័យដ៏ធំបានប្រសិនបើអ្នកសួរខ្ញុំអំពីគន្លឹះនៃភាពជោគជ័យរបស់ខ្ញុំប្រហែលជាមានតែចំណុចនេះទេចំណុចនេះគឺសំដៅទៅលើឧត្តមគតិហ្នឹងឯងអាហ្នឹងឯងគឺជាចំណុចស្នូលនៃភាពជោគជ័យរបស់លោកអ៊ីណាម៉ូរីបាទមិនកុហកមិនធ្វើឲ្យគេពិបាករងទុក្ខដោយសារយើងមានភាពស្មោះត្រង់មិនលោភលន់មិនគិតផលប្រយោជន៍របស់ខ្លួនណាជាដើមអាហ្នឹងគឺជាចំណុចគន្លឹះសំខាន់នៃភាពជោគជ័យបន្តទៀតកាលពីពេលនោះខ្ញុំប្រហែលជានៅខ្វះទេពកោសល្យប៉ុន្តែខ្ញុំមានគោលការណ៍ចង្អុលផ្លូវដែលរឹងមាំនិងសាមញ្ញនោះគឺបដិញ្ញាធ្វើរឿងដែលត្រឹមត្រូវក្នុងនាមជាមនុស្សជាតិនេះគឺជាពាក្យដែលគាត់សង្ខេបឲ្យខ្លីបដិញ្ញាធ្វើរឿងដែលត្រឹមត្រូវក្នុងនាមជាមនុស្សជាតិបាទក្នុងនាមជាមនុស្សជាតិតើខ្ញុំមានអ្វីខុសដែរឬទេតើខ្ញុំមានប្រព្រឹត្តផ្ទុយពីក្រមសីលធម៌ឬក្បួនច្បាប់សុជីវធម៌មូលដ្ឋានដែរឬទេសំណួរទាំងនេះគឺជាមគ្គុទ្ទេសក៍ដ៏សំខាន់បំផុតនៅក្នុងមាគ៌ាជីវិតរបស់ខ្ញុំហើយខ្ញុំព្យាយាមគោរពតាមឲ្យបានខ្ជាប់ខ្ជួនក្នុងការរស់នៅរបស់ខ្ញុំសម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសជប៉ុនសប្តាហ៍ថ្ងៃក្រមសីលធម៌ឬក្បួនច្បាប់សុជីវធម៌ដែលជាគោលការណ៍ណែនាំសម្រាប់ការរស់នៅរបស់មនុស្សជាតិស្ដាប់ទៅប្រហែលហួសសម័យហើយណានៅក្នុងប្រទេសជប៉ុនឬក៏ប្រទេសជឿនលឿនសប្តាហ៍ថ្ងៃបើយើងស្ដាប់ពាក្យហ្នឹងហាក់ដូចជាហួសសម័យប៉ុន្តែវាសំខាន់សម្រាប់ផ្លូវដើរទៅកាន់ជីវិតជោគជ័យរបស់មនុស្សជាតិយើងនៅក្នុងប្រទេសជប៉ុនក្រោយសង្គ្រាមលោកលើកទី2មានមតិនិងប្រតិកម្មប្រឆាំងឡើងថាការអប់រំសីលធម៌នៅមុនសង្គ្រាមត្រូវបានប្រើប្រាស់ជាការអប់រំផ្នត់គំនិតខុសផ្លូវត្រូវបានប្រើប្រាស់ជាការអប់រំផ្នត់គំនិតក្នុងផ្លូវខុសហើយយល់ស្របថាវាជារឿងដែលមិនសមរម្យប៉ុន្តែក្រមសីលធម៌ទាំងនេះដើមឡើយជាផ្លែផ្កានៃគំនិតប្រាជ្ញាដែលមនុស្សជាតិបណ្ដុះឡើងនិងជាមូលដ្ឋានក្នុងការដឹកនាំជីវិតប្រចាំថ្ងៃរបស់យើងប្រជាជននៅក្នុងប្រទេសជប៉ុនសម័យទំនើបសម័យបច្ចុប្បន្នហ្នឹងបានបោះបង់ចោលនៅប្រាជ្ញាជាច្រើននៃមនុស្សជំនាន់មុន
នេះគេគិតថាហួសសម័យគេអត់យកគំនិតមនុស្សជំនាន់មុនមកប្រើវាទៅអញ្ចឹងវិញណាដោយសារពួកគេគិតថាប្រាជ្ញាទាំងនោះហួសសម័យណាក្នុងដំណើរការស្វែងរកភាពងាយស្រួលនៃជីវិតពួកគេបានបោះបង់នៅអ្វីដែលចាំបាច់ជាច្រើនរួមទាំងក្រមសីលធម៌និងសុជីវធម៌ផងដែរខ្ញុំជឿជាក់ថាពេលនេះយើងចាំបាច់ត្រូវត្រឡប់ទៅរកគោលការណ៍ដើមសម្រាប់មនុស្សជាតិឡើងវិញហើយគប្បីរស់នៅស្របតាមគោលការណ៍ទាំងនេះខ្ញុំគិតថាវាគួរដល់ពេលហើយដែលយើងត្រូវត្រឡប់ទៅរកប្រាជ្ញាដ៏មានសារៈសំខាន់ទាំងនេះវិញបាទខ្ញុំសូមបញ្ចប់ការអានត្រឹមចំណុចហ្នឹងយើងនឹងបន្តការអានទំព័រទី13នៅចំណុចគ្រប់គ្រងការពិតអំពីជីវិតតាមរយៈការខិតខំប្រឹងប្រែងក្នុងការងារបាទយើងនឹងបន្តនៅថ្ងៃស្អែកទៀតបាទសូមអរគុណ